ហើយចៅត្រូវនិយាយថាករុណាមេត្តាមេមៈហើយសូមអ្វីដែលចៅចង់បានចោះរបស់នោះនឹងកើតឡើងនៅចំពោះមុខចៅជាមិនខានប៉ុន្តែចៅមិនត្រូវប្រាប់អ្នកណាឡើយបើចៅប្រាប់អ្នកណានោះគេថាមកទប់ទាំងនេះពេលនោះស្រាប់តែមានមាសជាច្រើនបានលេចឡើងនៅចំពោះមុខលោកសេដ្ឋីដុំមាសចេះតែការច្រើនទៅហើយវាក៏បានបាក់សង្កត់ចាំពីលោកសេដ្ឋីអូយជួយផងមានបារម្ភម្នាក់រស់នៅជាមួយលោកសេដ្ឋីគេធ្វើការសងបំណុលតាំងពីឪពុករបស់គេនៅរស់រហូតដល់ឪពុករបស់គេស្លាប់នៅតែសងបំណុលមិនទាន់រួចទៀតគេមានឈ្មោះថាកុសលគេរស់នៅរាល់ថ្ងៃទាំងលំបាកលោកសេដ្ឋីតែងតែធ្វើបាបគេថ្ងៃខ្លះបង្អត់អាហារគេក៏មានដែរកុសលតើឯងនៅឯណាឯងឆាប់មករកយើងបន្តិចមកបាទលោកសេដ្ឋីតើលោកហៅខ្ញុំមកនេះមានការអ្វីដែរយើងហៅមកប្រកាសជាមានការហើយតើអញរវល់ធ្វើអីមិនបានជាឯងមិនយកគោរបស់យើងដាក់ឲ្យវាស៊ីស្មៅអញ្ចឹងបាទលោកសេដ្ឋីខ្ញុំរវល់តែពុះអោសការងារប៉ុណ្ណឹងសោះតើឯងចង់ធ្វើប្រហែលម៉ោងទៅហើយប៉ុន្តែអោសមានចំនួនច្រើនណាស់លោកសេដ្ឋីឯងកំតមាត់ជីតារបស់ឯងហើយនឹងឪពុករបស់ឯងជំពាក់ប្រាក់យើងដូច្នេះឯងជាកូនត្រូវតែសងបំណុលយើងលោកសេដ្ឋីតើខ្ញុំត្រូវធ្វើការជូនលោកប៉ុន្មានឆ្នាំទៀតទើបសងបំណុលនេះអស់ទៅឯងត្រូវធ្វើការយើងសងមួយជីវិតហើយតទៅដល់កូនចៅរបស់ឯងទៀតទើបសងបំណុលនេះគ្រប់តើឪពុកនិងជីតារបស់ខ្ញុំជំពាក់ប្រាក់លោកសេដ្ឋីប៉ុន្មានដំឡឹងដែរទៅហេតុអ្វីក៏ខ្ញុំត្រូវធ្វើការជូនលោកសេដ្ឋីតចំនួនបែបនេះឯងគ្មានសិទ្ធិសួរដេញដល់អ្វីនោះទេធ្វើអ្វីតាមដែលយើងប្រាប់ទៅបានហើយមាត់របស់ឯងស្អុយខ្លាំងណាស់យើងមិនចង់និយាយជាមួយឯងច្រើននោះទេឥឡូវឯងឆាប់យកគោរបស់យើងដាក់ឲ្យវាស៊ីស្មៅភ្លាមទៅបាទលោកសេដ្ឋីប៉ុន្តែខ្ញុំសុំទៅហូបបាយសិនបានទេនេះខ្ញុំធ្វើការមួយព្រឹកទៅហើយតែខ្ញុំនៅមិនទាន់ហូបបាយនៅឡើយទេលោកសេដ្ឋីមិនបាច់ស៊ីមិនបាច់ចុកអីទេចាំពេលត្រឡប់មកវិញចាំស៊ីចោះនៅពេលដែលឯងយកគោរបស់យើងទៅមើលឯងឆ្លៀតបេះផ្លែឈើផ្លែព្រៃស៊ីខ្លះទៅឲ្យចេះមានគំនិតឆ្លាតខ្លះផងអញ្ចឹងតើបានជាគ្រួសាររបស់ឯងក្រតចំនួនអញ្ចឹងនោះប៉ុន្តែខ្ញុំបានហើយគ្មានតែស្គាល់ស្អីទេឆាប់ទៅអីលឿនទៅអានេះតិចត្រូវមួយដំបងដាច់ក្បែរលើហើយដោយគ្មានសិទ្ធនឹងមិនហ៊ានប្រកែកជាមួយលោកសេដ្ឋីផងនោះកុសលគេក៏បានយកគោទៅមើលទាំងដែលខ្លួនមិនទាន់បានឆៃអ្វីឡើយអោទេវតាអើយតើខ្ញុំបានសាំងកំហុសអ្វីទៅហេតុអ្វីក៏ខ្ញុំទទួលទណ្ឌកម្មបែបនេះរាល់ថ្ងៃខ្ញុំរស់នៅទាំងលំបាកកុំថាឡើយការរស់នៅសំបីតែអាហារក៏ឆេមក្រាន់ដែរលោកពុកលោកតាតើខ្ញុំខុសអ្វីទៅនៅពេលថ្ងៃរសៀលមកដល់កុសលបានឃើញអាចកនិងអាចារ្យកំពុងតែជួបជុំគ្នាឆៃបាយដោយកុសលគេមិនបានឆៃអ្វីសោះគេពិតជាឃ្លានយ៉ាងខ្លាំងពេលនោះកុសលគេក៏បានដាក់ចិត្តសុំអាហារអ្នកទាំងពីរនោះឆៃសួស្ដីអ្នកទាំងពីរខ្ញុំអត់មានអ្វីឆៃនោះទេខ្ញុំសូមហូបបាយផងបានទេអេអាកុសលឯងធ្វើការនៅផ្ទះលោកសេដ្ឋីហេតុអ្វីក៏លោកសេដ្ឋីមិនឲ្យបាយឯងស៊ីអញ្ចឹងយើងគ្មានបាយឲ្យឯងស៊ីនោះទេយើងយកមកសម្រាប់តែគ្នាពីរនាក់តែប៉ុណ្ណោះបើយើងចែករំលែកឲ្យឯងយើងច្បាស់ជាឆេះមិនក្រាន់ឡើយហើយយើងនឹងគ្មានកម្លាំងមើលគោនោះទេប៉ុន្តែខ្ញុំពិតជាឃ្លានណាស់ខ្ញុំសូមបងឆេះបន្តិចមកយេអាឡបល់យោនេះឯងអត់ចេះស្ដាប់ភាសាខ្មែរទេអីយើងថាគ្មានអាហារសម្រាប់ឲ្យឯងនោះទេឯងឆាប់ថយចេញទៅកសលតិចត្រូវមួយជើងបាត់កែឡើយហើយដោយសុំអាហារគេឆៃមិនបានកុសលគេក៏បានឈប់សម្រាកក្រោមដើមឈើដ៏ធំមួយគេដេកទាំងដែលគ្មានអ្វីឆៃតល់តែសោះផ្លែឈើផ្លែព្រៃក៏ខ្ញុំរកមិនបានឥឡូវនេះខ្ញុំគ្មានអ្វីឆៃនោះទេប្រសិនបើខ្ញុំអាចជប់របស់ដែលអាចឆៃបានខ្ញុំនឹងជប់ឲ្យច្រើនហើយខ្ញុំនឹងបរិភោគវាអីអស់លុះពោលពាក្យរួចហើយកុសលគេក៏បានបិទភ្នែកហើយក៏បានដេកលក់បាត់ទៅនៅខណៈដែលកុសលកំពុងតែដេកនោះស្រាប់តែមានអីសីមួយអង្គលោកពិតជាអាណិតកុសលយ៉ាងខ្លាំងដោយកុសលជាមនុស្សល្អអីសីក៏មានសង្ឃដីកាថាចៅប្រុសចៅពិតជាគួរឲ្យអាណិតណាស់ដោយចៅមាននិស្ស័យជាមួយនឹងតាដូច្នេះតានឹងឲ្យមកទុកទៅដល់ចៅអាចសមអ្វីដែលចៅចង់បានប៉ុន្តែចៅត្រូវចាំថាកុំប្រើវាក្នុងផ្លូវអាក្រក់ឲ្យសោះបើមិនដូច្នេះទេចៅនឹងវិនាសហើយនឹងរងគ្រោះថ្នាក់ដល់ជីវិតជាមិនខានហើយចៅត្រូវនិយាយថាករុណាមេត្តាមេមៈហើយសូមអ្វីដែលចៅចង់បានចោះរបស់នោះនឹងកើតឡើងនៅចំពោះមុខចៅជាមិនខានប៉ុន្តែចៅមិនត្រូវប្រាប់អ្នកណាឡើយបើចៅប្រាប់អ្នកណានោះគេថាមកទប់ទាំងនេះនឹងធ្លាក់ទៅលើគេហើយចៅក៏មិនអាចប្រើគាថានេះកើតទៀតដែរធ្វើជាមនុស្សកំភ្លេចគុណធម៌ដែលចៅមិនត្រូវធ្វើបាបទៅទុនខ្សោយឡើយ
កណាលោកតាចៅសូមអរគុណហើយលោកតាអូខ្ញុំយល់សមតើប៉ុន្តែវាពិតជាចម្លែកណាស់ខ្ញុំត្រូវតែសាកមើលសិនទៅបាននៅពេលដែលកុសលសូត្រគាថាដែលលោកតាបានប្រាប់រឿងអភិនិហាក៏បានកាត់ឡើងពិតមែនមានអាហារជាច្រើនបានលេចឡើងនៅចំពោះមុខគេកុសលគេពិតជាសប្បាយចិត្តយ៉ាងខ្លាំងអោព្រះអើយវាពិតជាអស្ចារ្យណាស់សម្រាប់ខ្ញុំវាគឺជាការពិតលោកតាចៅសូមអរគុណលោកតាហើយខ្ញុំសន្យាថានឹងប្រើប្រាស់វាក្នុងផ្លូវល្អចាប់តាំងពីថ្ងៃនោះមកកុសលគេមិនដែលខ្វះអាហារឆេនោះឡើយគេពិតជាសប្បាយចិត្តនៅមុនវិជាការមកតុបនេះខ្លាំងណាស់ពេលវេលាចេះតែដើរទៅមុខដោយថ្ងៃមួយកុសលបានជួបអាហារដូចរាល់ដងដោយអចកនិងអាចែមបានលួចតាមដានកុសលគេបានឃើញកុសលសូត្រអ្វីមួយយ៉ាងហើយស្រាប់តែលេចឡើងអាហារជាច្រើននៅចំពោះមុខគេឯងឃើញទេអចកដូចជាការសង្ស័យរបស់យើងអញ្ចឹងថាអកុសលវាមិនមែនជាមនុស្សធម្មតាទេវាអាចសូត្រគាថាជប់អ្វីតាមដែលវាចង់បានមែនហើយអស់ចាខ្លាំងណាស់ហើយលៀបសំណាងរបស់យើងក៏នឹងមកដល់ដែរតើលៀបសំណាងអ្វីទៅយើងនឹងយករឿងនេះទៅប្រាប់លោកសេដ្ឋីហើយលោកសេដ្ឋីនឹងឲ្យមានប្រាក់មកយើងនោះអីអាចកនិងអាចារ្យក្រោយពីមានកំណត់បែបនេះហើយគេក៏បានយករឿងនេះទៅប្រាប់លោកសេដ្ឋីគ្រាន់តែដឹងរឿងនេះហើយគាត់ពិតជាចង់បានមកទប់ដូចជាកុសលយ៉ាងខ្លាំងហើយគាត់ក៏បានឲ្យមានប្រាក់មួយចំនួនដល់អាចកនិងអាចារ្យទៀតផងកុសលឯងហ៊ានក្បត់អញផងក្បត់អ្វីទៅលោកសេដ្ឋីខ្ញុំមិនដឹងអ្វីនោះទេតើឯងចេះមកទប់មកពីណាអ្នកណាបង្រៀនឯងឆាប់ប្រាប់អញភ្លាមមកខ្ញុំមិនដឹងរឿងអ្វីនោះទេលោកសេដ្ឋីយល់ច្រឡំហើយយល់ច្រឡំអីឯងក៏មកកុហកយើងអីយើងបានសង្កេតឃើញថាឯងមិនដែលយកអាហារទៅឆេនោះទេតើឯងបានអាហារមកពីណាឆេទៅនៅពេលដែលឯងទៅមើលគោឲ្យយើងនោះគឺខ្ញុំបេះផ្លែឈើផ្លែព្រៃឆេនឹងណាលោកសេដ្ឋីខ្ញុំមិនចេះគាថាមកទប់អ្វីទេអកុសលឯងនេះពិតជារឿងក្បាលមែនយកទៅលោកសេដ្ឋីបានវាយកុសលយ៉ាងខ្លាំងហើយបង្ខំឲ្យកុសលនិយាយការពិតណែបើសិនជាឯងមិនចង់ត្រូវម្ដងទៀតឯងឆាប់ប្រាប់យើងមកបើឯងមិនប្រាប់ការពិតយើងនឹងវាយឯងរហូតដល់ស្លាប់ខ្ញុំមិនដឹងអ្វីទេលោកសេដ្ឋីអកុសលឯងចង់ស្លាប់ហើយលោកសេដ្ឋីបន្តវាយកុសលយ៉ាងខ្លាំងដោយទ្រាំនឹងការឈឺចាប់មិនបានកុសលក៏បានប្រាប់អាត់កំបាំងគាថាមកទប់ដល់លោកសេដ្ឋីអាចង្រៃឯងនេះបើឯងប្រាប់ការពិតពីដំបូងឯងក៏មិនត្រូវឈឺសាច់អញ្ចឹងដែរល្អណាស់ឯងឆាប់ប្រាប់យើងមកធ្វើយ៉ាងណាទៅឲ្យយើងខ្លាចជាមកទប់ដូចជាឯងនោះហើយយើងនឹងឲ្យឯងមានសេរីភាពគេក៏បានប្រាប់ជាថាមកទប់ដល់លោកសេដ្ឋីហើយលោកសេដ្ឋីគាត់ពិតជាសប្បាយចិត្តណាស់ករុណាមេតាមគ្គសូមឲ្យមាសជាច្រើនលេចឡើងនៅចំពោះមុខខ្ញុំមកហើយខ្ញុំនឹងក្លាយទៅជាមហាសេដ្ឋីជាអ្នកមានជាងគេនៅក្នុងស្រុកខ្មែរពេលនោះស្រាប់តែមានមាសជាច្រើនបានលេចឡើងនៅចំពោះមុខលោកសេដ្ឋីដុំមាសចេះតែការច្រើនទៅហើយវាក៏បានបាក់សង្កត់ចាំពីលោកសេដ្ឋីអូយជួយផងវើយយើងអស់ជីវិតនៅពេលនេះហើយដោយសារតែភាពលោភលន់របស់លោកសេដ្ឋីទើបធ្វើឲ្យគាត់ស្លាប់បាត់បង់ជីវិតនៅពេលនោះទៅភាពលោភលន់នាំមកនៅសេចក្តីវិនាសចូលចៅប្រុសចាំទុកថាធ្វើជាមនុស្សត្រូវតែសាងអំពើល្អឲ្យបានច្រើនមិនត្រូវកេងប្រវ័ញ្ចយកឈាមអ្នកដទៃឡើយកណាលោកតាចៅនឹងចង់ចាំទុកបន្ទាប់ពីលោកសេដ្ឋីបាត់បង់ជីវិតទៅទ្រព្យសម្បត្តិរបស់គាត់ទាំងប៉ុន្មានត្រូវធ្លាក់មកលើកុសលជាអ្នកគ្រប់គ្រងព្រោះគាត់គ្មានសាច់ញាតិឬក៏កូនប្រពន្ធអ្វីឡើយហើយកុសលគេក៏បានយកមាសប្រាក់ទាំងនោះចែកជូនដល់អ្នកភូមិអ្នកក្រជូនដល់ស្មុំទុរគតរហូតដល់គេទទួលបានឈ្មោះថាលោកសេដ្ឋីកុសលហើយគេរស់នៅយ៉ាងមានសេចក្តីសុខជារៀងរហូតទៅ